សួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះជួបជាមួយគ្រូសាជាថ្មីម្ដងទៀតហើយក្នុងវីដេអូឃ្លីបថ្ងៃនេះគ្រូមានបំណងក្នុងការចែករំលែកនៅបញ្ញត្តិបន្តទៀតនៅក្នុងខ្លឹមសារមេរៀនទី2ស្ដីអំពីកម្មការថ្មីដែលបញ្ញត្តិថ្មីនោះគឺទាក់ទងជាមួយនឹងចំណុចទី2ដែលស្ដីអំពីដើមកំណើតនៃកម្មការថ្មីតើបងប្អូនដឹងទេថាបញ្ញត្តិសំខាន់ៗនៅក្នុងមាតិកាទី2ដែលស្ដីអំពីដើមកំណើតនៃកម្មការថ្មីមានអ្វីខ្លះចឹងប្រសិនបើបងប្អូនបើកសៀវភៅខ្លឹមសារមេរៀនរបស់យើងទាក់ទងជាមួយនឹងមេរៀនទី2ស្ដីអំពីកម្មការថ្មីត្រង់មាតិកាទី2ដែលស្ដីអំពីដើមកំណើតនៃកម្មការថ្មីនោះយើងនឹងឃើញមាតិកាសំខាន់ចំនួន3សំខាន់ដែលទី1គឺបញ្ញត្តិឥន្ទ្រិយារម្មណ៍ទី2គឺរូបភាពនិងទី3គឺរូបអារម្មណ៍ឬក៏មនោគតិអញ្ចឹងនៅក្នុងវីដេអូឃ្លីបនេះគ្រូសូមបកស្រាយត្រឹមតែបញ្ញត្តិឥន្ទ្រិយារម្មណ៍តែប៉ុណ្ណោះព្រោះបញ្ញត្តិឥន្ទ្រិយារម្មណ៍នេះគឺជាចំណុចទី1នៃដើមកំណើតនៃកម្មការថ្មីមានន័យថាប្រសិនបើគ្មានឥន្ទ្រិយារម្មណ៍ទេដើមកំណើតនៃកម្មការថ្មីក៏មិនអាចកើតមានបានដែរតើអ្វីទៅជាឥន្ទ្រិយារម្មណ៍បាទអញ្ចឹងឥន្ទ្រិយារម្មណ៍ប្រសិនបើយើងយោងតាមខ្លឹមសារនៃសិលធម៌សភៅសិលធម៌ពលរដ្ឋរបស់យើងត្រង់ចំណុចលេខ2នោះគឺថាឥន្ទ្រិយារម្មណ៍គឺជាបាតុភូតចិត្តសរីរវិទ្យាដែលកើតឡើងដោយរំញោចទៅលើសរីរាង្គឥន្ទ្រីណាមួយបាទនឹងគឺជានិយមន័យនៃឥន្ទ្រិយារម្មណ៍ហើយឥន្ទ្រិយារម្មណ៍នេះកើតឡើងបានតាមដំណាក់កាល3យ៉ាងពោលគឺដំណាក់រូបវិទ្យាទី2គឺដំណាក់សរីរវិទ្យានិងទី3គឺដំណាក់ចិត្តវិទ្យាមានន័យថាដល់តែដំណាក់កាល3នឹងបូកបញ្ចូលគ្នាទើបឥន្ទ្រិយារម្មណ៍កើតឡើងបានបាទដំណាក់រូបវិទ្យាតើវាកើតឡើងដោយមធ្យោបាយណាដំណាក់រូបវិទ្យានៅក្នុងឥន្ទ្រិយារម្មណ៍គឺគេនិយាយអំពីការភ្ញោចដែលក្នុងនោះគេសិក្សាទៅឃើញថាមានភ្ញោច3យ៉ាងដែលកើតឡើងនៅលើដំណាក់រូបវិទ្យាទី1គេឲ្យឈ្មោះថាភ្ញោចមេកានិកទី2គឺគេឲ្យឈ្មោះថាភ្ញោចរូបវិទ្យានិងទី3គេឲ្យឈ្មោះថាភ្ញោចគីមីអញ្ចឹងភ្ញោចទាំង3របស់យើងហ្នឹងវាកើតឡើងទៅលើសរីរវិទ្យាណាមសរីរាង្គឥន្ទ្រីណាមួយអញ្ចឹងភ្ញោចនឹងហើយវាធ្វើឲ្យមានព័ត៌មានឡើងហើយនៅពេលដែលយើងមានភ្ញោចទាំង3ហ្នឹងរួចក៏ឈានចូលទៅដល់ដំណាក់កាលទី2គេឲ្យឈ្មោះថាដំណាក់កាលសរីរវិទ្យាមានន័យថានៅពេលដែលភ្ញោចទាំងឡាយកើតឡើងលើកោសិកាបន្តមកទៀតភ្ញោចនោះឬក៏ព័ត៌មាននោះត្រូវបានដឹកនាំបន្តបញ្ជូនទៅកាន់ខួរក្បាលបាទបញ្ជូនទៅកាន់ខួរក្បាលហើយខួរក្បាលធ្វើការបកស្រាយនៅភ្ញោចនោះអញ្ចឹងដំណាក់កាលហ្នឹងគេឲ្យឈ្មោះថាដំណាក់កាលសរីរវិទ្យាដំណាក់កាលសរីរវិទ្យាបន្តមកទៀតចូលដល់ដំណាក់កាលទី3គឺដំណាក់កាលចិត្តវិទ្យាដំណាក់កាលចិត្តវិទ្យាគឺជាដំណាក់កាលមួយដែលខួរក្បាលធ្វើការវិនិច្ឆ័យនិងវាយតម្លៃទៅលើព័ត៌មានដែលបានកើតឡើងលើកោសិការបស់យើងនៅពេលដែលព័ត៌មាននោះត្រូវបានវិនិច្ឆ័យនិងវាយតម្លៃពីខួរក្បាលព័ត៌មានដែលវិនិច្ឆ័យនិងវាយតម្លៃនោះហើយលោកចាត់ទុកថាជាឥន្ទ្រិយារម្មណ៍ព្រោះក្នុងខ្លឹមសារនោះបានបង្ហាញថាម៉េចប្រសិនបើមិនមានការវិនិច្ឆ័យរបស់ខួរក្បាលទេឥន្ទ្រិយារម្មណ៍គឺមិនអាចកើតមានបានឡើយគឺកើតមានត្រឹមតែ reflex តែប៉ុណ្ណោះដូច្នេះសរុបសេចក្តីមកវិញមានន័យថាឥន្ទ្រិយារម្មណ៍គឺជាបាតុភូតចិត្តសរីរវិទ្យាមួយដែលកើតឡើងដោយសារតែភ្ញោចទាំងឡាយដែលភ្ញោចទៅលើសរីរាង្គឥន្ទ្រីណាមួយដែលភ្ញោចទាំងឡាយដែលកើតឡើងលើសរីរាង្គឥន្ទ្រីណាមួយនោះវាកើតឡើងបានដោយសារតែដំណាក់កាល3យ៉ាងពោលគឺដំណាក់រូបវិទ្យាមានន័យថាវាព័ត៌មានទាំងឡាយមកប៉ះជាមួយនឹងកោសិកាដំណាក់កាលទី2គឺដំណាក់កាលសរីរវិទ្យាមានន័យថាព័ត៌មាននៃភ្ញោចនោះបញ្ជូនមកកាន់ខួរក្បាលនិងដំណាក់កាលទី3គឺដំណាក់កាលចិត្តវិទ្យាគឺខួរក្បាលធ្វើការបកស្រាយទៅលើព័ត៌មានដែលបានកើតឡើងហើយប្រសិនបើគ្មានការបកស្រាយរបស់ខួរក្បាលទេឬក៏រង្វេងតម្លៃពីខួរក្បាលទេគឺវាត្រឹមតែជា reflex តែប៉ុណ្ណោះឧទាហរណ៍ដូចជាការចាក់ចង្កេះជាការរលាក់អីជាដើមហ្នឹងគឺអត់បានបកស្រាយព័ត៌មានពីខួរក្បាលអញ្ចឹងវាត្រឹមតែជា reflex តែប៉ុណ្ណោះដូច្នេះខ្លឹមសារនៃចំណុច
ទី2របស់យើងស្ដីអំពីដើមកំណើតនៃការបង្កើតថ្មីត្រង់និយមន័យឥន្ទ្រីយារម្មណ៍គឺមានខ្លឹមសារត្រឹមតែប៉ុណ្ណេះហើយតើបងអូនចាប់ខ្លឹមសារនឹងបានដែរឬទេបើសិនបងអូនចាប់អត់បានទេបងអូនអាចទៅបើកសៀវភៅមើលបន្តយើងទៅវិភាគវាមួយទៅបងអូននឹងបានយល់អញ្ចឹងបញ្ហាសំខាន់បងអូនត្រូវយល់ថាតើឥន្ទ្រីយារម្មណ៍នឹងជាអ្វីឥន្ទ្រីយារម្មណ៍គឺជាបាតុភូតបាទចិត្តសរីរៈដែលកើតឡើងដោយសាររំញោចទៅលើសរីរាង្គឥន្ទ្រីណាមួយអញ្ចឹងបងស្គាល់សរីរាង្គឥន្ទ្រីអត់បើបងស្គាល់សរីរាង្គឥន្ទ្រីប្រហែលជាអត់ពិបាកយល់ទេសរីរាង្គឥន្ទ្រីឧទាហរណ៍ដូចជាភ្នែកបាទភ្នែកត្រចៀកច្រមុះអណ្ដាតបាទហើយនឹងកាយរបស់យើងភ្នែកស្អីគេភ្ញោចទៅលើភ្នែកយើងគឺរូបបាទអញ្ចឹងភ្នែកនៅពេលដែលឃើញរូបបាទឃើញរូបហ្នឹងបញ្ជូនរូបហ្នឹងទៅកាន់ខួរក្បាលវិនិច្ឆ័យទៅដឹងថារូបនោះរូបប្រុសរូបស្រីរូបតូចរូបធំរូបទាបរូបខ្ពស់រូបសរូបខ្មៅបាទរូបល្អរូបអាក្រក់ហ្នឹងអានេះគឺជាបាតុភូតនៃចិត្តដែលកើតឡើងដោយសារតែព័ត៌មានពោលគឺរូបហ្នឹងមកប៉ះជាមួយនឹងសរីរាង្គឥន្ទ្រីគឺភ្នែកចុះត្រចៀកលឺអីគេត្រចៀកលឺសំឡេងមានន័យថាសំឡេងបានរំញោចជាមួយនឹងសោតវិញ្ញាណរបស់យើងគឺត្រចៀកហ្នឹងហើយដំណាក់កាលទី2គឺដំណាក់កាលសរីរវិទ្យាគឺបញ្ជូនសំឡេងហ្នឹងទៅកាន់ខួរក្បាលបកប្រែសំឡេងនោះថាជាសំឡេងបុរសឬក៏ជាសំឡេងសត្វត្រីជាសំឡេងល្អឬក៏ជាសំឡេងមិនល្អសំឡេងសត្វសំឡេងមនុស្សសំឡេងម៉ាស៊ីនសំឡេងអ្វីសពបែបយ៉ាងសំឡេងរូបរបស់អ្នកនេះសំឡេងរបស់អ្នកនោះគឺយើងអាចដឹងបានរហូតដល់ដំណាក់កាលចិត្តវិទ្យាហ្នឹងបកប្រែព័ត៌មានគឺសំឡេងហ្នឹងចេញជាទស្សនៈពីរយ៉ាងទៀតគឺទស្សនៈវេទនានិងទស្សនៈបញ្ញាបើសិនបើយើងយកតាមខ្លឹមសារនៃសភៅមេរៀនរបស់យើងទស្សនៈវេទនាប្រសិនបើសំឡេងនោះជាសំឡេងមិនល្អទស្សនៈវេទនាធ្វើឲ្យយើងអត់ចូលចិត្តអត់ពេញចិត្តធ្វើឲ្យយើងមួម៉ៅធ្វើឲ្យយើងខឹងធ្វើឲ្យយើងស្អប់ឬក៏ប្រសិនបើសំឡេងនោះជាសំឡេងដែលទុកសោកក្រៀមក្រោះព្រោះឲ្យយើងឮសំឡេងគេចាក់សំឡេងស្មូតបនសពបនជាដើមអញ្ចឹងពេលយើងឮសំឡេងនោះអញ្ចឹងខួរក្បាលរបស់យើងធ្វើការរំលែងតម្លៃសំឡេងនោះហើយបកប្រែព័ត៌មានហើយកើតជាទស្សនៈវេទនាមួយគឺយើងធ្វើឲ្យយើងកំសត់បាទធ្វើឲ្យយើងកំសត់អាហ្នឹងជាទស្សនៈវេទនាតែសំឡេងខ្លះពេលស្ដាប់ទៅហើយកើតមាននៅបញ្ញាហ្នឹងហើយបានថាការបកប្រែនៅក្នុងដំណាក់កាលចិត្តវិទ្យានៅក្នុងឥន្ទ្រីយារម្មណ៍ហ្នឹងគឺចេញជាទស្សនៈពីរយ៉ាងគឺទស្សនៈវេទនានិងទី2គឺទស្សនៈបញ្ញាមានន័យថាបន្ទាប់ពីស្ដាប់សំឡេងហ្នឹងហើយកើតមាននៅប្រាជ្ញាកើតមាននៅចំណេះដឹងតួយ៉ាងដូចជាយើងបើយើងអ្នកសិក្សារៀនសូត្រយើងស្ដាប់គ្រូបញ្យលស្ដាប់គ្រូណែនាំហើយយើងយល់ខ្លឹមសារអាហ្នឹងឯងជាទស្សនៈបញ្ញាដែលកើតឡើងដោយសារអីដោយសារតែព័ត៌មានណាពោលគឺសំឡេងណាមកប៉ះជាមួយនឹងសោតវិញ្ញាណហ្នឹងបញ្ជូនព័ត៌មានទៅកាន់ខួរក្បាលបកប្រែព័ត៌មាននោះហើយបង្កើតឡើងនៅទស្សនៈបញ្ញាបង្កើតបាននៅទស្សនៈបញ្ញាដែលទស្សនៈបញ្ញាដែលវិនិច្ឆ័យដោយខួរក្បាលនេះលោកឲ្យឈ្មោះថាជាឥន្ទ្រីយារម្មណ៍ដូច្នេះសរុបសេចក្តីមកវិញពាក្យថាឥន្ទ្រីយារម្មណ៍គឺជាបាតុភូតសរីរៈចិត្តសរីរវិទ្យាមួយបាតុភូតចិត្តសរីរវិទ្យាដែលកើតឡើងដោយសារតែរំញោចទៅលើសរីរាង្គឥន្ទ្រីព័ត៌មានទាំងឡាយមកប៉ះជាមួយនឹងសរីរាង្គឥន្ទ្រីរបស់យើងភ្នែកប៉ះជាមួយនឹងរូបត្រចៀកប៉ះជាមួយនឹងសម្លេងច្រមុះប៉ះជាមួយនឹងក្លិនអណ្ដាតប៉ះជាមួយនឹងរសជាតិរូបកាយការប៉ះពាល់ឬសម្ពាធបរិយាកាសជាដើមអញ្ចឹងព័ត៌មានទាំងឡាយមកប៉ះជាមួយនឹងសរីរាង្គឥន្ទ្រីណាមួយកើតបាននៅបាតុភូតសរីរវិទ្យានោះលោកឲ្យឈ្មោះថាជាឥន្ទ្រីយារម្មណ៍ក៏ប៉ុន្តែមុននឹងកើតឥន្ទ្រីយារម្មណ៍គឺត្រូវឆ្លងកាត់ដំណាក់កាល3យ៉ាងគឺដំណាក់កាលរូបវិទ្យាដំណាក់កាលសរីរវិទ្យានិងដំណាក់កាលចិត្តវិទ្យាហើយដំណាក់កាលចិត្តវិទ្យាបកប្រែព័ត៌មាននោះចេញជាទស្សនៈពីរយ៉ាងគឺទស្សនៈវេទនានិងទស្សនៈបញ្ញាទស្សនៈវេទនាធ្វើឲ្យយើងកើតមាននៅចិត្តរំភើបបាទ
ចិត្តស្អប់ចិត្តខឹងចិត្តស្រឡាញ់ទស្សនៈបញ្ញាកើតមាននៅចំណេះដឹងដូច្នេះក្រុមសារនៅក្នុងវីដេអូនេះគ្រូសូមចែករំលែកត្រឹមតែប៉ុណ្្នឹងចុះហើយคลิปវីដេអូក្រោយទៀតគ្រូនឹងបកស្រាយបន្តទៀតត្រង់ចំណុចរូបភាពនិងមនោគតិដែល3ហ្នឹងគឺជាដើមកំណើតនៃការបង្កើតថ្មីដូច្នេះក្រុមសារវីដេអូនេះគឺសូមចែករំលែកត្រឹមតែប៉ុណ្ណឹងចុះហើយបើសិនបងប្អូនយល់ថាវីដេអូនេះមានតម្លៃនិងមានខ្លឹមសារជាគតិក្នុងការអប់រំក៏ដូចជាគតិក្នុងការជំនួយដល់បងប្អូនក្នុងការសិក្សារៀនសូត្រត្រង់មេរៀនទី2នេះសូមបងប្អូនចុច like និងជួយចែករំលែកបន្តសូមអរគុណ